សួស្តីបងប្អូនបាទថ្ងៃនេះបាទចុងសប្តាហ៍ថ្ងៃទំនេរសម្រាប់អញ្ចឹងមកបេះក្រូចបងប្អូននេះក្រូចតែដាំដោយខ្លួនឯងណាបងប្អូនអញ្ចឹងសម្រាប់ក្រូចតែនេះគឺងាយមែនតើបងប្អូនអញ្ចឹងយើងដាំដាក់ជីធម្មជាតិដាក់ទឹកវានឹងបានផលដោយមិនមានសារធាតុគីមីទេអញ្ចឹងអត្ថប្រយោជន៍របស់វាច្រើនដែលនឹកស្មានដល់ចំពោះក្រូចយ៉ាងក្រូចតែយើងអាចយកទៅធ្វើជ្រូកក៏បានរសជាតិឈ្ងុយឆ្ងាញ់បាទអ្វីដែលពិសេសនោះគឺយើងអាចយកទៅធ្វើជាតែជ្រូកបងប្អូនតែក្រូចឆ្មាយើងអាចបន្ថែមមួយទឹកឃ្មុំក៏បានដែរអត្ថប្រយោជន៍របស់វាមានច្រើនជាពិសេសគឺអ្នកដែលចង់សម្រក់ជាតិខ្លាញ់បាទហើយចូលចិត្តញ៉ាំលក្ខណៈហៅថាជូរគឺមានក្រូចតែហ្នឹងឯងគឺអាចឲ្យបងប្អូនបាទញ៉ាំបានហើយផ្លែមែនតើបងប្អូនផ្លែផ្លែមកផ្លែនេះអញ្ចឹងអ្វីដែលពិសេសនោះចង់បង្ហាញបងប្អូនថាបាទងាយដាំបំផុតនោះគឺក្រូចតែនឹងឯងបងប្អូនអាចបាទដាំលក្ខណៈហៅថាដាំលេងបាទក៏វាអាចឲ្យផលជាពិសេសគឺគ្រាន់តែដាក់ជីបាទកប៉ុសឲ្យច្រើនមកបាទហើយយើងដាក់ទឹកទៅបាទវានឹងផ្លែបងប្អូនហើយច្រើនមែនតើបងប្អូនអញ្ចឹងធម្មជាតិពិតបាទអញ្ចឹងបងប្អូនដែលចង់ញ៉ាំលក្ខណៈក្រូចតែពីធម្មជាតិបានន័យថាធ្វើតែក្រូចឆ្មាពីធម្មជាតិបងប្អូនអាចញ៉ាំបាននេះអរគុណបាយបាយ